ថ្ងៃនេះយើងរៀនអំពីការសរសេរអក្សរដាក់លើផូតូណាមួយឬក៏លើផ្ទាំងរូបភាពណាមួយយើងអាចចូលទៅយករូបភាពបានដោយប្រើ file open បងប្អូនឆ្លាញ់រូបភាពមួយណាបងប្អូនអាចអញ្ជើញយកបានហើយអាចបិទអក្សរដាក់មកឧទាហរណ៍ថាខ្ញុំឆ្លាញ់ប្រទេសខ្ញុំសរសេរទៅហើយខ្ញុំអាចថាបាននេះអ្វីដែលខ្ញុំបានសរសេរបងប្អូនអាចសរសេរបានហ្វុនរបស់បងប្អូនពេញចិត្តបងប្អូនអាចសរសេរបានតាមដែលត្រូវតម្រូវការរបស់បងប្អូនចំណាក់ហ្វុនពណ៌ខ្មៅវានឹងឃើញបែបនេះហើយខ្ញុំដាក់វាឲ្យទាំងប៉ងទៅអូខេវានឹងចេញបែបនេះឲ្យហើយបងប្អូនអាចដាក់ style ពណ៌បងប្អូនអាចចូល LX ហ្នឹងហើយអាចយកមក style ពណ៌បែបណាតាមតម្រូវការរបស់បងប្អូនខ្ញុំយក style មួយនេះហើយសេរីវាឲ្យស្អាតបន្តិចមកតាមការពេញចិត្តតមកអូខេមកចង់ដាក់មួយទៀតចង់សរសេរអក្សរអ្វីៗថ្មីផ្សេងទៀតនេះខ្ញុំដាក់ប្រទេសខ្ញុំបណ្ដាអាចដាក់ត្រង់ឬក៏សេរីវាឲ្យធំបងប្អូនអាចដាក់ចុចលើនេះមកយកឆ្លាញ់ពឿមួយណាអាចសេរីតាមនេះជាកន្លែងសេរីពណ៌លើអក្សរតាមតម្រូវការរបស់យើងថ្ងៃចូលយកមកពណ៌អញ្ចឹងអីអូខេមកចាញ់ឲ្យសេរីស្អាតតាមតម្រូវការបងប្អូនហើយបងប្អូនអាចសេវបានក៏ពាក្យថាសេវអាសមកដាក់ desktop តែត្រូវយកពាក្យថា jpeg អូខេ save អូខេវានឹងខ្លាចជារូបភាពមួយដែលយើងត្រូវការដូច្នេះបងប្អូនអាចអនុវត្តបានបងប្អូនចង់សេអក្សរផ្សេងឬក៏អ្វីដែលបងប្អូនពេញចិត្តបងប្អូនអាចអនុវត្តតាមវិធីនេះបានឬក៏តាមវិធីផ្សេងដែលខ្ញុំនឹងមានបន្តទៀតសូមអរគុណសម្រាប់ការតាមដានវីដេអូនេះ